恋人がいますようにសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវេយ្យាករណ៍ភាសាជប៉ុនកម្រិត N3 សម្រាប់មកចែករំលែកជូនអ្នកនរគ្នាហើយវេយ្យាករណ៍នឹងដែរគឺ Nani Nani yo ni Nani Nani no yo ni ហើយសម្រាប់វេយ្យាករណ៍ភាសាជប៉ុននឹងដែរគឺយើងបែងចែកការប្រើប្រាស់ជា3សម្រាប់ការប្រើប្រាស់ទី1គឺទាក់ទងនឹងមុខទេកិគោលបំណងក្នុងការធ្វើអ្វីមួយហើយចំណុចនឹងដែរគឺយើងប្រែថាដើម្បីហើយឥឡូវនេះយើងមកមើលឧទាហរណ៍ទាំងអស់គ្នា忘れないようにメモしてください。忘れないようにメモしてください。日本語が上手になるように毎日勉強しています ហើយឥឡូវនេះយើងចូលមកដល់ការប្រើប្រាស់ទី2វិញម្ដងគឺទាក់ទងជាមួយនឹង Onegai Onegai ហ្នឹងគឺយើងប្រើសម្រាប់បន់ស្រន់ឬមួយក៏បួងសួងសុំអ្វីមួយឥឡូវនេះគឺយើងមកមើលឧទាហរណ៍ទាំងអស់គ្នា試験に合格しますようにសូមខ្ញុំប្រឡងជាប់恋人がいますようにសូមខ្ញុំមានសង្សារមួយお金持ちになりますようにសូមខ្ញុំខ្លាចជាអ្នកមានអីអញ្ចឹងជាដើមហើយឥឡូវនេះយើងចូលមកដល់ចំណុចទី3ការប្រើប្រាស់ចំណុចទី3គឺទាក់ទងនឹងថាតើក្នុងចំណុចនេះដែរគឺវាដូចទៅនឹងវេយ្យាករណ៍ Nani Nani Maru ដែរ Nani Nani ni mitai មានថាវាស្តៀងឬក៏វាដូចទៅនឹងអ្វីមួយនៅពេលដែលយើងនិយាយទៅយើងចង់លើកឧទាហរណ៍ពីនរណាម្នាក់ប្រៀបធៀបទៅនឹងសកម្មភាពប្រៀបធៀបទៅនឹងសត្វប្រៀបធៀបទៅនឹងវត្ថុអ្វីមួយហើយដើម្បីកាន់តែងាយស្រួលយល់ជាងនឹងទៀតគឺយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាណា彼は馬のように足が速いបរិសម្នាក់នឹងគឺរត់លឿនដូចជាសេះអញ្ចឹងអានឹងគឺយើងប្រើដើម្បីប្រៀបធៀបអញ្ចឹងណា